អ្នកខ្លះគិតថារ៉ាយរកចំណូលមកពីណាបើគ្រាន់តែលាងឡានលាងម៉ូតូឲ្យគេមួយថ្ងៃហិដៃហិជើងប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បើកអាជីវកម្ម franchise ទាក់ទងមក franchise Asia បន្ថែមប្រសិនបើអ្នកចង់បានព័ត៌មានប៉ុន្តែគាត់បានឃើញណានៅពីក្រោយការលាងឡានលាងម៉ូតូនឹងគាត់បានចំណូលពីណាអាជីវកម្មនេះមានចំណូលលាក់មុខច្រើនណាស់អ្នកទាំងអស់គ្នានៅស្រុកយើងក៏មាននៅស្រុកគេក៏មានថ្ងៃនេះខ្ញុំចង់លើកពី Grease Monkey ដែលជា brand ធំជាងគេនៅអាមេរិកឆ្នាំមុនណាគាត់រកបាន$372 billionក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាលុយនេះគឺលុយច្រើនមែនតើហើយ Grease Monkey នេះគឺចាប់ផ្ដើមតាំងពីឆ្នាំ1678គឺគាត់ផ្ដោតទៅលើលាងឡានហើយគាត់ផ្ដោតមួយទៀតសំខាន់នៅក្រោយហ្នឹងគឺដូរប្រេងម៉ាស៊ីនគាត់អត់មានផ្ដោតលើអីទេគាត់កន្លែងគាត់ហ្នឹងមានតែបដូរប្រេងម៉ាស៊ីនទេហើយគាត់លាងឡានដល់អត់ប្រើមនុស្សលាងទៀតគឺគេប្រើគ្រឿងយន្តលាងគេប្រើគ្រឿងយន្តលាងឲ្យស្អាតចឹងហើយផែកន្លះម៉ោងហើយបន្ទាប់មកមើលពេលមនុស្សត្រូវការដូរប្រេងម៉ាស៊ីនបានមនុស្សមានជាងមេកានិកទៅបដូរឲ្យហើយ business នេះអ្នកទាំងអស់គ្នាគឺគាត់ពង្រីក franchise រហូតដល់ឥឡូវនេះពង្រីកបានទៅដល់ចេញពីក្រៅអាមេរិកទៅដល់មេក្ស៊ីកូទៅដល់កូឡុំបៀទៅដល់ហ្វីលីពីនក៏មាន Grease Monkey ដែរអ្នកទាំងអស់គ្នាឃើញអត់នេះគ្រាន់តែជា brand លាងឡានមួយទេប៉ុន្តែគេពង្រីកបានរហូតដល់ international ទៅដល់អន្តរជាតិចុះហេតុអីបានខ្ញុំឃើញថា brand ស្រុកយើងហេតុអីមិនខំប្រឹងពង្រីកឲ្យដូចគេគ្រាន់តែយើងឆ្នៃកន្លែងយើងឲ្យស្អាតជាងនឹងឲ្យមានស្តង់ដារជាងនឹងឲ្យបុគ្គលិកអនាម័យជាងនឹងបុគ្គលិករួសរាយរាក់ទាក់មានច្បាប់នៃការធ្វើការស្រួលបួលហើយមានច្បាប់ទទួលភ្ញៀវមានស្តង់ដារទទួលភ្ញៀវមានស្តង់ដារ clean យើងសិតអាស្តង់ដារនឹងមក stake អាឆ្អឹងខ្នងយើងមកយើងនឹងអាចចេញ franchise បានហើយអ្នកទាំងអស់គ្នានឹងអត់គ្រាន់តែលាងឡានហ្នឹងឯងបើសិនជាខ្ញុំចង់ apply ថាខ្ញុំចង់បើក Grease Monkey គេត្រូវផលិតប៉ុន្តែនៅពេលដែលខ្ញុំជាប់ថាជា candidate ហ្នឹងអ្នកឯងអាចទៅបើក Grease Monkey បានណា Grease Monkey ឲ្យខ្ចីលុយទៅបើកបន្ទាប់មកសងគេជាដំណាក់កាលហើយគេរើសទីតាំងហើយអ្នកឯងទៅបើកទៅបានលុយអ្នកឯងអត់គ្រប់អ្នកឯងអាចខ្ចីពីពួកខ្ញុំបានខ្ចីពី company បានហើយកាត់សងទៅវិញតែក្នុងមួយឆ្នាំគេរកចំណូលបានជិត$3 លានអ្នកទាំងអស់គ្នាក្នុងកន្លែងលាងឡានមួយអ្នកទាំងអស់គ្នាខ្ញុំតែងតែនិយាយពីចំណុចពិសេសរបស់អាជីវកម្មតែចំណុចពិសេសរបស់អាជីវកម្មនេះគាត់ផ្ដោតទៅលើសំខាន់ណាតែមួយមុខទេលាងឡានហើយនឹងបដូរប្រេងម៉ាស៊ីនលាងឡានអ្នកឯងចង់ទៅលាងណាក៏បានដែរប៉ុន្តែបដូរប្រេងម៉ាស៊ីនគាត់ជឿជាក់ថាមនុស្សនៅអាមេរិកក្នុងមួយឆ្នាំត្រូវតែដូរប្រេងម៉ាស៊ីនម្ដងទៅ2ដងហើយអត់មានអ្នកណាចេះដូរខ្លួនឯងទេគឺទៅបដូរប្រេងម៉ាស៊ីនចង់និយាយថា 99.99% គឺត្រូវការរកកន្លែងដូរប្រេងម៉ាស៊ីនគឺគេផ្ដល់ service នឹងឲ្យមកហើយនៅពេលដែលអ្នកឯងចូលលាងឡានកន្លែងនៅ Grease Monkey នេះទាំងអស់គ្នាចំណុចពិសេសគេមួយទៀតគឺម៉ោងគេកំណត់ម៉ោងគឺកំណត់ថាកន្លះម៉ោងអ្នកឯងត្រូវតែហើយបើអត់ហើយទេខ្ញុំនឹងសងអ្នកឯងវិញនៅពេលដែលអ្នកឯងចូលលាងឡានគេចុចកំណត់ម៉ោងត្រឹមតែកន្លះម៉ោងគឺឡាននឹងហើយស្អាតមកចេះចឹងហ្មងអាជីវកម្មមួយវាមានចំណុចពិសេសខុសៗគ្នាប៉ុន្តែខ្ញុំសង្កេតថាខ្ញុំកាន់តែធ្វើ research កាន់តែស្រាវជ្រាវពីអាជីវកម្មនៅក្រៅស្រុកខ្ញុំកាន់តែបានគំនិតកាន់តែច្រើនខ្ញុំគិតថា Grease Monkey នេះគាត់ unique គាត់ស្ដាប់ទៅគឺចង់បានគាត់ហ្មងគឺចង់បើកគាត់ហ្មងដោយសារជួយមនុស្សក៏ជួយគាត់សុខចិត្តឲ្យបើសិនជាយើងបដូរផ្ដាច់ជាមួយ Grease Monkey មែនគាត់សុខចិត្តឲ្យជំនួយយើងឲ្យខ្ចីលុយទៀតឲ្យបើកទៀតឲ្យតែអ្នកឯងគ្រប់គ្រងបានមនុស្សចូលទៅគឺបន្តកទួយគ្នាហ្មងដោយសារគេពេញចិត្តនឹង Grease Monkey គេស្រឡាញ់ brand ហ្នឹងដោយសារធ្វើអីគឺជាក់លាក់ច្បាស់លាស់ចូលមកគឺចេញទៅវិញគឺគេសប្បាយចិត្តហ្មងគេអត់ដែរយកប្រេងម៉ាស៊ីនដែលអន់យកអីមកគឺប្រេងម៉ាស៊ីនរបស់គេគឺល្អសេវាល្អអ្នកទាំងអស់គ្នាខ្ញុំចង់ផ្ដល់ idea មួយការចាប់ភ្ញៀវចាប់បានតែម្ដងហើយបើលើកទី1ហ្នឹងយើងចាប់ភ្ញៀវបានហើយកុំសង្ឃឹមថាគេមកលើកទី2បើលើកទី2អត់មានដែលយើងធ្វើឲ្យរួចភ្ញៀវលើកប៉ុណ្្នឹងហើយគឺស្ពៃហើយគឺអត់បានទៀតទេអ្នកទាំងអស់គ្នាអញ្ចឹងបកមកវិញខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាដែលមានអាជីវកម្មជាកន្លែងលាងឡានលាងម៉ូតូឥឡូវកុំចាប់ច្រើនពេកបើយើងធ្វើអត់ជុំយើងកុំចាប់ច្រើនចាប់តែបន្តិចហើយចាប់ឲ្យល្អចាប់ឲ្យខ្លឹមចាប់ឲ្យពូកែឲ្យគេមកហើយគេមកទៀតកុំឲ្យគេមកហើយគេទៅបានអូខេអរគុណច្រើន